ចាជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់នាងខ្ញុំបងប្អូនថ្ងៃនេះមានមុខម្ហូបពិសេសមួយសម្រាប់មកបង្ហាញជូនហើយខ្ញុំគិតថាបងប្អូនភាគច្រើនប្រហែលជាចាចេះធ្វើរួចហើយដែរគាត់ថាអ្វីដែលខ្ញុំបង្ហាញនេះគឺជាការធ្វើរបស់ខ្ញុំទេណាបងប្អូនអញ្ចឹងមិនមានចន្លោះខ្វះខាតអីសូមអធិស្ឋានហើយបើគិតថាល្អបងប្អូនអាចយកចាគំរូតាមវីដេអូនេះបានចាអញ្ចឹងថ្ងៃនេះខ្ញុំមានសាច់គោគេហៅថាសាច់របាំងណាបងប្អូនចំនួន2គីឡូដោយសារតែខ្ញុំទិញមកនេះវាអត់មានសរសៃទេអញ្ចឹងគឺវាមានតែសាច់របាំងបែបហ្នឹងមានន័យថាវាមានលាយខ្លាញ់លាយសរសៃអីនៅក្នុងនឹងស្រាប់ចាសរុប2គីឡូហើយនៅក្នុងចាននេះវិញគឺជាគ្រឿងគ្រើដែលយើងនឹងយកមកផ្សំនៅក្នុងមុខម្ហូបមួយមុខនេះចាបន្លែខ្ញុំមាន2មុខគឺមានដំឡូងបារាំងជាមួយនឹងប៉េងប៉ោះចាគ្រឿងវិញគឺមានខ្ទឹមក្រហមខ្ទឹមសគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចសើចចាផ្កាច័ន្ទឬហៅថាពោចកាក់ឈើអែមគ្រាប់ការីក្រហមហើយនេះវិញគឺម្ទេសក្រៀមចាម្ទេសឆ្អើណាបងប្អូនយើងត្រាំចិញ្ច្រាំវាកិនវាឲ្យល្អិតឲ្យម៉ត់ចឹងទៅចាហើយថ្ងៃនេះដែរខ្ញុំនឹងមកបង្ហាញបងប្អូនពីរបៀបធ្វើខគោបែបងាយស្រួលក្នុងការធ្វើហើយចាមានរសជាតិឆ្ងាញ់បងប្អូនអាចចាមើលវីដេអូនេះហើយបងប្អូនអាចយកទៅធ្វើសម្រាប់ទទួលទានជួបជុំក្រុមគ្រួសាររបស់បងប្អូនបានចាគ្រឿងទេសផ្សេងខ្ញុំនឹងបង្ហាញជូនបងប្អូននៅក្នុងវីដេអូនេះតែម្ដងឥឡូវនេះចាអញ្ជើញបងប្អូនមកមើលពីការធ្វើខគោដែលខ្ញុំនឹងបង្ហាញជូនដូចតទៅចាបងប្អូនអរគ្នាខ្ញុំដាក់ប្រេងចូលបន្តិចចាហើយមុននឹងដាក់ម្ទេសឆ្អើលីងយកពណ៌គឺខ្ញុំលីងគ្រាប់ការីនឹងយកពណ៌មុនម្ទេសឆ្អើនឹងបន្តិចណាបងប្អូនយើងលីងវាហើយយើងត្រងវាយកចេញណាយកតែពណ៌ទេគ្រាប់ការីនេះបងប្អូនចាអញ្ចឹងខ្ញុំត្រងយកគ្រាប់ចេញហើយគឺខ្ញុំដាក់ម្ទេសក្រៀមយើងរំលីងវាយកពណ៌បងប្អូនហើយម្ទេសក្រៀមនេះគឺខ្ញុំដាក់វា5ផ្លែខ្ញុំត្រាំវារីករួចហើយច្រាំឬក៏កិនវាឲ្យម៉ត់អញ្ចឹងណាលីងវាមួយប្រេងដែលយើងដាក់បំពងគ្រាប់ការីយកពណ៌ហ្នឹងទៅចាធ្វើអញ្ចឹងគឺពណ៌ស្អាតស្រស់ណាលីងវារហូតដល់ឡើងក្លិនឈ្ងុយហើយពណ៌វាស្រស់ចាយើងដាក់គ្រឿងគ្រើយើងនេះចូលមកបងប្អូនមានពោចកាក់ឈើអែមរំដេងស្លឹកក្រូចសើចគល់ក្រៃខ្ទឹមក្រហមខ្ទឹមសអីហ្នឹងណាដាក់វាលីងឲ្យឈ្ងុយបងប្អូនបងប្អូនចង់លីងឈើអែមឬក៏យកវាទៅអាំងហ្នឹងក៏បានដែរឈើអែមមួយពោចកាក់នេះតែខ្ញុំដោយសារខ្ញុំលីងគ្រឿងអញ្ចឹងហើយខ្ញុំដាក់វាលីងអញ្ចឹងតែម្ដងទៅគឺវាមានក្លិនឈ្ងុយដូចតែគ្នាទេហើយណាមួយសម្រាប់ឈើអែមអីនេះពេលដែលយើងរមាស់វាចេញក្លិនល្អហើយយើងស្រង់វាចេញណាបងប្អូនចាឥឡូវហ្នឹងគឺខ្ញុំលីងគ្រឿងឡើងឈ្ងុយល្អហើយបងប្អូនលក្ខណៈថាភាយក្លិនគល់ក្រៃស្លឹកក្រូចសើចរំដេងខ្ទឹមអីណាចាអញ្ចឹងឥឡូវខ្ញុំដាក់វាទៅមួយប៉ែកម្ខាងទៅបងប្អូនដួសទុកសិនក៏បានដែរបន្ទាប់មកគឺខ្ញុំដាក់ស្ករត្នោតចាស្ករត្នោតវិញខ្ញុំប្រើ1ស្លាបព្រាបាយពេញណាចាបងប្អូនអាចដាក់ច្រើនជាងខ្ញុំក៏បានដែរខ្ញុំដាក់តែប៉ុណ្្នឹងទេដោយសារខ្ញុំបន្ថែមស្ករសប្រហែលជាកន្លះស្លាបព្រាបាយទៀតពួកអីដាក់តែស្ករត្នោតហ្មងវាក្លិនឈ្ងុយប៉ុន្តែរសជាតិវាគឺផ្អែមអត់សូវមុតទេបងប្អូនតែគណៈស្រាលអញ្ចឹងខ្ញុំនៅបន្ថែមស្ករសឬក៏ទឹកដោះគោខាប់អីបន្តិចទៀតអញ្ចឹងទៅគឺខ្ញុំដាក់ស្ករត្នោតតែប៉ុណ្្នឹងទេចាកូរស្ករត្នោតហ្នឹងឲ្យឡើងជើងក្រងឈ្ងុយពណ៌ល្អសិនណាពណ៌ស្អាតណាបងប្អូនអើយធ្វើអញ្ចឹងគឺខគោយើងពណ៌ស្អាតហើយក្លិនក៏ឈ្ងុយល្អដែរចា អ
Chẳng là lớn nhưng cô score làng sạch trường con hay po xa đó nhưng đã sạch chỗ đó. Cô cho bỏ sạch mũi trường cơ nâng tới. Ngồi ở một bộ nơi ở về đặt tắc prey cái hai thật tắc chạp tắc ấy sẵn á cũng toàn áo tham krương ấy tiền á chà bong bóng đó nè là nít nhom ở cô krương sạch cô nít khơi hai về chà riêng đặt tắc prey cái hai thật tắc chạp năng riêng lọ hay chấn nhom chập đam bật thêm bỏ score ấy trôi chẳng hay bong bóng lây lo tam chạy sẽ đai tới cho chật ruột chiết còn nà bàn tay bờ sầm rạp nhóm cứ trà ruột chiết nó cứ riêng đột bản tách của ấy dương hộp cho mùi cái tiêu của trớ trà hộp cho mùi nông pang của trớ tại bật hà bong bóng đạm mì đẩy công thưa đột về nhá trà lấy nhầm đạm bỏ cho bản tách bật hám đi chê những bản tách bản tuổi đài của thọp hầu vậy ạt đạn cà tề hai khi nhầm đạn score xó tham mùi sạp rìa bài nâng mà trong lập rìa bài thì nè một bốn của ấy khó bị thật khó rồi chết ai nó cứ vì riêng đột trà chiên ngào hay chấm pua tật tray bánh chấm đạ vì tại bay lập rìa bài thì rồi xa tay tật tray mà đại trong rồng ngón ấy rồi chết với cột đột đà trà cô cho bà thấy dương rồng ngọt viên là lừa phượng nâng đời phượng đời khăn là mố mình khăn nè thế bằng bốn ở vì trôi chiết sạch những á ở toàn tham tắc tham ấy bằng bốn này được trong cô về trà rồng ngọt sạch những ở trôi krương lọ hết bằng nhung tham tắc rồng ngọt hỏi phơi giờ tạm đòn hay không pe năng đá cứ nhung đặt lại chỗ trà lại nhóm đợi đây nhóm ban bằng hai chuột bong bóng giống như tập pi một tề cứ bền bó cho mùi nứng đâm lông bảng hay lại pi một nít bong bóng ai trà cân về mót chăm vô bạn đặt các bạn này làm bay ao ở kho cô dương việc khắp ló trà này khác có tập tham tâm bảng tham ấy chân tia tơ bong bóng tam trong nồi chặt tê cà rốt ấy chẳng á trà chân lại nó nhung đạo việc cô cho bỏ mùi sạch tới hay tùm ron ta sạch dương phơi trà lại nó cô bia rồi lui đây đùm lông bảng với việc rồi lúi vậy còn hai việc nâng trà phơi này khang khang là trôi được nông tật kho bà dương tới việc vừa ở tật kho cô nó việc khap á chẳng mà ở phía trái nhung khơi cái cần là mày ở kho cô dương việc khap á là bao ổn chà mà bộ nọc nè chẳng là lấy cứ nhom rùng ngoa sạch cho mỗi trường cơ bỏ giờ nó khơi tha về trôi chiết chà bàn lõ lần nó coi tha về lần lõ đấy chà lần chui kháng á hay po với bỏ bộ nó ai mới nè po là sao món á chà chẳng cào pì dương rùng ngoa về trôi chiết lõ chẳng sạch bây giờ muốn vật bóng việc chia đây hai có bị chọp po bàn lò này hay trong ở toàn đã tham được đọc cô tham ấy thế cứ dương chặt tật rùng ngọt đầm bầy ở sạch những việc hồi sẵn bàn nhung tham được đọc cô tam cao mảnh tách tiên đó bóng trà chẳng là lời nhung chặt tật trâu tại một đòn hay xâm rạp sạch pi cái lỗ ní cứ trong đã tật một lịch cả là chào rùng ngọt việc là hốt tôi sạch dương phơi tại một đòn hay bà tha bóng bóng cơ tha việc riêu pé ai bà thói chà hay bà cơ tha ngọt tới nó sạch vì riêng cổ khắp ấy chứ mà bốn anh bật hai tắc bản tí tiết tới tam chấm nấu chặt đấy nó bốn hay chờ ai em ní nó về để dương đồng ngọt mà pu trên khăn đó hay dương sòng về chơi nhá
ខគោហ្នឹងយកហូបមួយកាទៀវក៏ឆ្ងាញ់ចាដាក់មីក៏បានយើងហូបជាមួយនំប៉័ងក៏បានចឹងលើរមាស់វាសិនញ៉ាំជាមួយឡឹកក៏បានចាបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំរំងាស់វាប្រហែលជា7 1 ម៉ោងហើយឈ្ងុយបងប្អូនអើយបើកឡើងធំក្លិនឡើងឈ្ងុយចាអញ្ចឹងឥឡូវនេះសម្រាប់សបកឈើអែមនេះគឺយើងស្រង់វាចេញណាបងប្អូនហើយចាទឹកខគោខ្ញុំវិញបាច់មើលទេបងប្អូនអើយនេះដូចសម្លការីចឹងចាស្អាតជាងសម្លការីទៀតហើយវាខាប់ល្មមកាលណាយើងដាក់ប៉េងប៉ោះរួមជាមួយនឹងដំឡូងបារាំងចឹងទៅចាទឹកខគោយើងវារៀងលក្ខណៈថាមានរៀងជាតិជូរអែមតិចតិចហើយដំឡូងបារាំងវិញវាធ្វើឲ្យទឹកខគោយើងនឹងរៀងខាប់ខាប់បងប្អូនចាអញ្ចឹងតាមចំណូលចិត្តទេបើសិនជាបងប្អូនមិនចាគិតថាមិនចូលចិត្តបងប្អូនមិនចាំបាច់ដាក់ក៏បានដែរយើងដាក់គ្រឿងសាតេគ្រឿងអីចឹងទៅតែសម្រាប់ខ្ញុំអត់ចូលចិត្តក្លិនសាតេទេចឹងហើយគ្រឿងដែលខ្ញុំបង្ហាញជូនមានប៉ុណ្ណឹងហើយចុងក្រោយគេគឺខ្ញុំបន្ថែមទឹកដោះគោខាប់បន្តិចចូលចាដើម្បីឲ្យវាចាមានកំហាប់ទឹកខគោហ្នឹងកាន់តែខាប់ល្អហើយបង្កើនរសជាតិផ្អែមនឹងបន្តិចទៀតដែរព្រោះដោយសារស្ករខ្ញុំអត់សូវប្រើច្រើនប្រហែលទេដូចបងប្អូនបានឃើញអញ្ចឹងណាធម្មតាខគោគេធ្វើរាងផ្អែមខ្លាំងណាតែខ្ញុំគាត់ថារៀងទុនផ្អែមបន្តិចតែបើថាឲ្យផ្អែមខ្លាំងគឺអត់ទេបងប្អូនខគោខ្ញុំនេះណាហើយសាច់ឃើញថាវាឆ្អិនហើយនៅច្របចាអញ្ចឹងបើសិនជាចង់ផុយជាងខ្ញុំបង្ហាញជូននេះបងប្អូនរងាស់វាបន្តិចទៀតទៅគឺវាកាន់តែចេញជាតិឆ្ងាញ់ហើយសាច់យើងក៏ផុយឆ្ងាញ់ដែរចាដំឡូងបារាំងនេះវាចាប់ផ្ដើមរលាយនេះដោយសារខ្ញុំកាត់ដុំតូចៗហើយយើងកូរវាណាបងប្អូនបើយើងអត់កូរវាគឺវាអត់បែកទេតែយើងកូរវាហើយបើថាបងប្អូនចង់ឲ្យវាឆាប់ខាប់ល្អឆាប់រលាយល្អបងប្អូនកិនវាទៅចាតែខ្ញុំអត់កិនទេប៉ុណ្ណេះបានហើយខាប់ពេកក៏មិនឆ្ងាញ់ដែរឲ្យវាមកខាប់ល្មមណានេះលក្ខណៈថាយើងស្រូបកាទៀវក៏បានដាក់មីក៏បានជ្រលក់នំប៉័ងក៏ត្រូវអីអញ្ចឹងណាឥឡូវខ្ញុំភ្លក់មើលបន្តិចសិនពណ៌ស្អាតណាស្រស់ហ្មងឆ្ងាញ់ចាមិនប្រៃខ្លាំងមិនផ្អែមខ្លាំងគឺឆ្ងាញ់ហ្មងបងប្អូនហើយពិសេសគឺក្លិនឈ្ងុយល្អចាអញ្ចឹងរួចរាល់ហើយតែប៉ុណ្ណេះឯងបងប្អូនគាត់រងាស់សាច់ឲ្យផុយទៅជាការស្រេចហើយខគោហ្នឹងមែនកូនកំឡោះដកស្មៅដកអីចំណាប់ណាស្មៅដកមិនឈ្នះទេស្មៅដកលឿនជាងដំណាំហើយឲ្យតែមើលភ្លៀងខ្លាំងចឹង
ចាបងប្អូនអ្នកគ្នាអញ្ចឹងខគោរបស់ខ្ញុំហ្នឹងគឺបានឆ្អិនរួចរាល់ហើយបងប្អូនចាឃើញស្រាប់ហើយនិយាយពីពណ៌សម្បុរនៃមុខម្ហូបមួយមុខនេះវិញគឺចាស្អាតមែនតែនតែម្ដងពណ៌ឡើងស្រស់បងប្អូនមើលឃើញទៅគួរឲ្យចង់ទទួលទានណាចាហើយរសជាតិឆ្ងាញ់ទឹកខគោយើងខាប់ល្អចាមិនខាប់ដល់ថ្នាក់គោទេគ្រាន់ថាវារៀងខាប់លក្ខណៈថាយើងយកមកផ្ទាប់នំប៉័ងក៏ត្រូវដាក់មីខគោកាទៀវខគោក៏បានឬក៏ហូបចាជាមួយបាយជាមួយអីក៏បានដែរចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាការធ្វើខគោចាដែលខ្ញុំបានបង្ហាញជូនបងប្អូននៅពេលនេះមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាចាជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា